នារីវ័យក្មេងម្នាក់បានចូលធ្វើការនៅហាងម៉ាស្សាកោះជប់មួយកន្លែងលុះក្រោយមកស្រាប់តែថៅកែស្រីបានបង្ខំនាងឲ្យទទួលភ្ញៀវរួមភេទជាមួយភ្ញៀវជារៀងរាល់ថ្ងៃសូម្បីតែពេលមិនស្រួលខ្លួនមករដូវក៏ថៅកែស្រីបង្ខំឲ្យនាងបម្រើសេវាកម្មរួមភេទជាមួយភ្ញៀវដែររហូតដល់នារីរងគ្រោះទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់វាយខ្នោះថៅកែស្រីហាងម៉ាស្សាយកទៅចាត់ការតាមផ្លូវច្បាប់ករណីថៅកែហាងម៉ាស្សាកោះជប់បង្ខំបុគ្គលិកស្រីឲ្យរួមភេទជាមួយនឹងភ្ញៀវនេះបានកាត់ឡើងតាំងពីវេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី 2 ខែកក្កដាឆ្នាំ 2025 រហូតដល់ថ្ងៃទី 4 ខែតុលាឆ្នាំ 2025 នៅចំណុចហាងម៉ាស្សាកោះជប់យីហោក្រេ 7 ស្ថិតនៅក្នុងភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅនារីរងគ្រោះមានឈ្មោះសសម៉ភេទស្រីអាយុ 16 ឆ្នាំមុខរបរបុគ្គលិកហាងម៉ាស្សាកោះជប់យីហោក្រេ 7 មានទីលំនៅនៅភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលចំណែកស្ត្រីសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះចកជីងភេទស្រីអាយុ 32 ឆ្នាំមុខរបរម្ចាស់ហាងម៉ាស្សាកោះជប់យីហោការ៉េ 7 មានទីលំនៅនៅភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុកាលពីថ្ងៃទី 2 ខែកក្កដាឆ្នាំ 2025 នារីរងគ្រោះបានចូលមកសុំធ្វើការនៅហាងម៉ាស្សាកោះជប់យីហោការ៉េ 7 ស្ថិតនៅជាប់ផ្លូវ 115 ទល់មុខសាលាជុងអ៊ីងក្នុងភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលដែលមានថៅកែស្រីឈ្មោះចកជីងជាអ្នកមើលការខុសត្រូវប្រភពដដែលបានបន្តទៀតថាចាប់តាំងពីចូលបម្រើការងារក្នុងហាងម៉ាស្សានេះមកជនសង្ស័យដែលជាថៅកែស្រីតែងតែចាប់បង្ខំឲ្យនារីរងគ្រោះទទួលភ្ញៀវបម្រើសេវាកម្មរួមភេទជាមួយនឹងភ្ញៀវគ្មានលុះពេលម្ដងណាឡើយសូម្បីតែនារីរងគ្រោះមានជំងឺឬមិនស្រួលខ្លួនមករដូវក៏ថៅកែស្រីបង្ខំឲ្យរួមភេទជាមួយភ្ញៀវដែរដោយថៅកែស្រីដកប្រាក់ចំនួន 10,000 រៀលថ្លៃបន្ទប់តែបើចេញក្រៅគឺដកភាគរយចំនួន 40,000 រៀលរហូតដល់វេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី 4 ខែតុលាឆ្នាំ 2025 ដោយនារីរងគ្រោះទ្រាំទ្រនឹងការបង្ខិតបង្ខំរបស់ថៅកែស្រីលែងបានតទៅទៀតក៏សម្រេចមកដាក់ពាក្យបណ្ដឹងនៅនគរបាលកំពង់សំណាញ់ដើម្បីឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យយកមកសាកសួរ